ជាបន្តទៅទៀតនេះខ្ញុំបាទសូមជូនព័ត៌មានពិស្ដាបាទលោកនាងជាទីមេត្រីតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាជំរុញរដ្ឋាភិបាលពង្រឹងប្រព័ន្ធយុតិធធដើម្បីឈានទៅបញ្ចប់សេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មានក៏ប៉ុន្តែក្រសួងព័ត៌មានបានលើកឡើងថាច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅមានបញ្ហាស្មុគស្មាញត្រង់ចំណុចកិច្ចការពារអ្នកផ្ដល់ព័ត៌មាននិងការសម្ងាត់របស់រដ្ឋសូមអញ្ជើញលោកនាងទស្សនាសេចក្តីរាយការណ៍របស់អ្នកស្រីអ៊ុំរាំងសី And the trend is now coming to the other end. តំណាងអ្នកឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជាយល់ថាការមិនពង្រឹងប្រព័ន្ធយុត្តិធម៌និងតុលាការមិនឯករាជ្យគឺជាចំណុចរាំងស្ទះដល់ការបញ្ចប់ច្បាប់សិទ្ធិទទួលបានព័ត៌មានការលើកឡើងនេះនៅក្នុងវគ្គបណ្ដុះបណ្ដាលក្រុមការងារបច្ចេកទេសស្ដីពីការការពារអ្នកផ្ដល់ព័ត៌មាននិងការសម្ងាត់រដ្ឋនៅថ្ងៃទី8ខែកញ្ញាតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិអ្នកស្រីវ៉ាន់ហ៊ីលីមានប្រសាសន៍ថាច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានមានសារៈសំខាន់ត្រូវតែមានការការពារអ្នកផ្ដល់ព័ត៌មានសម្ងាត់ដូចជាព័ត៌មានដែលតាក់ទងទៅនឹងសន្តិសុខជាតិជាដើមអ្នកស្រីថាកន្លងមកអ្នកផ្ដល់ព័ត៌មានសម្ងាត់ធ្លាប់រងការធ្វើបាបហេតុនេះចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់និងប្រព័ន្ធតុលាការឲ្យឯករាជ្យដើម្បីឲ្យអ្នករាយការណ៍ហ៊ានផ្ដល់ព័ត៌មានដោយមិនភ័យខ្លាចប្រឈមមុខចំពោះច្បាប់ហេតុនេះអ្នកស្រីថាបើកម្ពុជាពង្រឹងប្រព័ន្ធច្បាប់ការពារដល់បុគ្គលណាម្នាក់ដែលរាយការណ៍ព័ត៌មានឲ្យមានប្រសិទ្ធភាពច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននឹងឈានទៅបញ្ចប់នាពេលឆាប់ៗនេះទន្ទឹមគ្នានេះដែរប្រធានអង្គការដំឡាភិបកម្ពុជាលោកព្រាបកុលយល់ថាតុលាការឯករាជ្យគឺសំខាន់សម្រាប់ច្បាប់ទាំងអស់លោកថាតុលាការឯករាជ្យនឹងការអនុវត្តច្បាប់ដោយយុត្តិធម៌និងជំរុញឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននិងមន្ត្រីរាជការមានភាពកក់ក្ដៅនៅក្នុងការរាយការណ៍ដើម្បីបម្រើផលប្រយោជន៍ជាតិលោកបន្តថាដើម្បីឈានទៅអនុម័តច្បាប់មួយបានប្រសើរគឺត្រូវការគណៈកម្មការមួយដែលឯករាជ្យនិងយល់ដឹងពីសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋសម្រាប់អ្នករាយការណ៍គឺគាត់ទទួលបាននៅភាពកក់ក្ដៅពីការការពារពីសំណាក់បុគ្គលដែលគាត់ពាក់ព័ន្ធនឹងព័ត៌មានអញ្ចឹងការពារតាំងពីការសងសឹកគ្រប់ប្រភេទការពារភាពសម្ងាត់ការពារមិនឲ្យនយោជិតឬក៏កន្លែងគាត់ធ្វើការហ្នឹងមានការសងសឹកគាត់គ្រប់រូបភាពមិនអាចបន្ថយតួនាទីមិនអាចកាត់ប្រាក់ខែមិនអាចផ្ទេរការងារគាត់ទេហើយក៏មិនអាចយកទោសគាត់បានដែរអញ្ចឹងមានន័យថាភាពកក់ក្ដៅនេះគឺមានសម្រាប់បុគ្គលដែលមានបំណងចង់រាយការណ៍ឆ្លើយតបទៅនឹងការលើកឡើងនេះអនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោកអុកគំសេងមានប្រសាសន៍ថាការឈានទៅសម្រេចសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មានគឺជាជំហានដ៏តានតឹងមិនអាចឈានទៅសម្រេចភ្លាមៗនោះទេប៉ុន្តែលោកថាត្រង់ចំណុចការការពារអ្នកផ្ដល់ព័ត៌មាននិងការសម្ងាត់រដ្ឋក្រសួងនឹងស្វែងយល់បន្ថែមរាល់អនុសាសន៍ពីស្ថាប័នពាក់ព័ន្ធក្រសួងព័ត៌មានឲ្យដឹងដែរថារហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេសកំពុងតែពិភាក្សាលើចម្ពោះនីមួយៗយ៉ាងម៉ត់ចត់លើសេចក្តីព្រាងច្បាប់នេះដែលមាន9ចម្ពោះនិង36មាត្រាក្រសួងព័ត៌មានបដិញ្ញាថាដើម្បីធានាបាននូវសិទ្ធិរបស់ពលរដ្ឋនៅក្នុងការទទួលបានព័ត៌មានពីសំណាក់អាជ្ញាធរសាធារណៈនិងមានមូលដ្ឋានច្បាប់រឹងមាំក្រសួងនឹងខិតខំទៅអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅចុងឆ្នាំ2016នេះខ្ញុំអ៊ុំរាំងសីសេរីរាយការណ៍ពីរាជធានីភ្នំពេញបាទលោកនាងជាទីមេត្រីប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកលោក Ed Royce កាលពីថ្ងៃពុធបានផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនសម្ដែងក្តីបារម្ភចំពោះការបន្តធ្លាក់ចុះនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាខណៈលោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិអាចនឹងត្រូវគេចាប់ខ្លួនដោយសារលោកបានបដិសេធចូលបំភ្លឺនៅតុលាការចំពោះករណីសច្ចារកម្មលោក Ed Royce បន្តថាការធ្វើទុកបុកម្នេញទៅលើថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិដូចជាករណីលោកសំរងស៊ីនិងលោកកឹមសុខាគឺជាការបំផ្លាញទាំងស្រុងដល់ភាពស្របច្បាប់នៃដំណើរការបោះឆ្នោតនៅពេលខាងមុខលោក Ed Royce បន្តថាការចោទប្រកាន់ខាងផ្លូវច្បាប់ទៅលើប្រធាននិងអនុប្រធានគណៈបកសង្គ្រោះជាតិគឺជាហេតុផលនយោបាយតែមួយមុខប៉ុណ្ណោះលោកបន្តថាប្រសិនបើការបោះឆ្នោតនៅពេលខាងមុខគ្មានការចូលរួមដោយសេរីពីថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិនោះទេនោះដំណើរការបោះឆ្នោតក៏មិន
មិនសេរីមិនត្រឹមត្រូវនិងមិនយុត្តិធម៌ដែរហើយសហរដ្ឋអាមេរិកនឹងមិនអាចទទួលយកបានទេនៅលទ្ធផលពីការបោះឆ្នោតបែបនេះលោកបន្តទៀតថាការធ្វើទុកបុកម្នេញទៅលើពលរដ្ឋមានន័យថាលោកហ៊ុនសែនកំពុងបដិសេធសម្លេងគាំទ្ររបស់ពលរដ្ឋក្នុងការបោះឆ្នោតនាពេលខាងមុខហើយថាដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនបានលុះត្រាតែរដ្ឋាភិបាលកម្ពុជាឈប់យាយីទៅលើលោកកឹមសុខានិងលោកសំរងស៊ីនិងមេដឹកនាំបកប្រឆាំងដទៃទៀត